ចេញពីវត្តភ្នំវិញខ្ញុំដើរមកផ្លូវបាយជើងមកទៀតបងស្ព្រិចហ្នឹងតែគេច្រើនគេដើរថ្ងៃផ្សេងណាគាត់អញ្ចឹងខ្ញុំចង់ដឹងថាពេលថ្ងៃចូលឆ្នាំថ្ងៃទី1ចង់ទៅខាងទៀតតែតែខ្ញុំដើរមកទៀតអត់ទាន់តែជាយប់ឡើងតែជាបានទូលេចាប់ពីមកពីមកតែទៅជើងដើរមកមើលអីញ៉ាំហើយចាំទៅមកវិញចាំតាមវីដេអូដល់ទៀតថាឥឡូវម៉ោង7:02មានគេមកលេងអស់នៅថ្ងៃទី2ដល់ចូលច្រឡំនៅថ្ងៃទី1នៅថ្ងៃចូលឆ្នាំនេះជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រតនលោកនឹងនាំអ្នកទាំងអស់គ្នាទៅជុំវិញពិភពលោកហើយខ្ញុំនឹងប្រាប់ពីរបៀបនៃការធ្វើដំណើរទៅក្រៅប្រទេសដែលអ្នកទាំងអស់គ្នាចង់ទៅដល់នោះដែរខ្ញុំនឹងបង្ហាញពីការរៀបចំឯកសារនីមួយៗប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់អាចតាក់ទងមកកាន់ Page Facebook ឬ Channel របស់ខ្ញុំនឹងប្រាប់ព័ត៌មានយ៉ាងច្បាស់ទៅកាន់អ្នកទាំងអស់គ្នាខ្ញុំមានទទួលកក់សម្បត្តិយន្តហោះសន្តាគារឡានក្រុងទូកកាណូតរថភ្លើងកន្លែងដំណើរកម្សាន្តនិងទទួលធ្វើវីសាសម្រាប់អ្នកទាំងអស់គ្នាពេលធ្វើដំណើរទៅក្រៅប្រទេសនោះដែរដល់ពេលហើយមកធ្វើអត់មានកន្លែងទេតាមយើងមិនមានអីទេបាទស្ដាប់ជ្រាបហើយទៅពេលនេះតាមគេមកពេលចាំចឹងក៏ថាប្រសិនទឹកពេលអីព្រីឲ្យចាក់សំពើដល់ឆ្ងាយដល់យើងต้องឲ្យជីវិតហើយយ៉ាងគូនយ៉ាងបាទទីបាច់ជាអ្នកខាងនេះចិត្តមួយចូលយ៉ាងไม่ได้แจกเป็นจะเป็นของទៅមកពេលស្មានហ្នឹងអត់មានមនុស្សតែថ្មីនេះគេចាប់តាមលេងហើយមានគេជីកឡានជីអីលេងពេញនឹងដែរបានទឹកហ្នឹងហើយចាំបាយជាពេលនិយាយហើយជិះចាប់ពីម៉ោង5ម៉ោងហើយជាមានមនុស្សគេមកលេងនៅវាំងច្រើនដោយសារតែនៅវាំងនៅពីមុខហ្នឹងវាហើយគេខ្លាចខ្លាចអីទៅតែអាចជាពេលហើយជាពេលហើយចាប់តាមមានមនុស្សតែនៅតាមគាត់មានគេជីកបានទឹកតាមលេងគេចាប់តាមមកដែរเลยខាងក្រោយគឺច្រើនអញ្ចឹងបើអ្នកនរគ្នាចង់មកវិញគេមានលក់ចំណីព្រាបអញ្ចឹងទិញមកខ្ញុំអត់អីមួយសាប់ព្រាបយើងទិញចំណីអត់វាទៅអបមួយចាប់ដើមមានតិចតិចហើយអ្នកលក់ក៏ចាប់ដើមលក់តាមដែរនៅនេះនៅពីមុខមាត់ទន្លេមកបងមានអីតាមដាក់ដែរគេយកមកបន់ស្រន់អីនៅពីមុខវាហើយបងតាមបងច្រើនអ្នកណានៅវិញអីអត់ដឹងទៅណាមកលេងទៅបានហើយតែនេះក៏អត់សូវមានមនុស្សច្រើនទៅនៅវត្តខ្ញុំតែប្រហែលជាមានមនុស្សច្រើន
ហើយចាប់ពីស្មាហ្នឹងទៅអត់សូវមានមនុស្សចូលមកដល់ពេលចង់មកអត់សូវមានមកពីខាងសត្វព្រាបច្រើនណាស់បងមកនៅតោះគ្នាមកអីទិញចំណីឲ្យវាដាក់ឲ្យវាស៊ីទៅមិនមកទៅចិត្តដាក់ទិញចំណីឲ្យស៊ីមើលប៉ុណ្ណឹងបាននេះដើម្បីទីថាគេមកចាប់ដើមមកប្រើប្រាស់ឡើងទឹកបាញ់នេះលេងចាំថាជាឡើងតឥឡូវនេះដើរទៅមើលនៅមុខវាំងខាងមុខមកថតយកទស្សនភាពនៅមុខវាំងទៅកាន់អ្នកនរគ្នាដែរចឹងដូចនិយាយដែរអញ្ចឹងស្មានអត់ស្មានមនុស្សទេបែរជាពេលងាយខ្លាំងបានចាប់ដាក់មនុស្សមកចឹងមកអ្នកនរគ្នាមកគួរតែមកពេលនិយាយទៅចង់និយាយពេលចូលឆ្នាំថ្ងៃទី2អីវាក៏អត់ចង់មានមនុស្សច្រើនទេមកពេលថ្ងៃដូចខ្ញុំអីទៅចាប់ពីម៉ោង2ម៉ោង3ទៅដែរបានទេតែនៅតាមផ្លូវនៅមានគេលេងបាញ់ទឹកបាញ់អីនៅមុខផ្ទះជិះឡាខ្លះជិះម៉ូតូជិះអីដែរដើរមកដល់ខាងមុខហើយក៏មានមនុស្សអត់សូវមានមនុស្សដែរមានមនុស្សតិចទេខ្ញុំបញ្ជាក់តាំងពីដើមអញ្ចឹងគឺដោយសារតែវាមេឃនៅក្តៅឥឡូវនេះដល់ម៉ោង4ទៅខ្ញុំមកមួយទៅនៅដល់ពេលមក1ពេលអាចស្លៀកពាក់រ៉ានស្លៀកពាក់ផងបានស្អាតបាទលើកទី1ដើរកាត់តាមផ្លូវរបងវាំងថតជើងដាក់កាត់តាមផ្លូវវាំងថតទៅមើលទៅស្អាតដែរពណ៌ឡើងវាឆ្អិនឆ្អៅនៅខាងមុខចាប់ដើមច្រើនបងប្អូនហើយជានៅបានយូរហើយមកដល់នៅខាងមុខវាហើយទៀតហើយជាត្រឡប់ទៅវិញចូលម៉ូតូត្រឡប់ទៅផ្ទះគឺកាត់វីដេអូឲ្យវាំងត្រឹមតែជួសជុលឲ្យធ្វើឲ្យសម្បីតែរូបក៏គេគូឡើងវិញដែរហើយស្ទើរតែអ្នកដែលមានជំនាញគូនៅពីខាងមុខគេស្ទើរតែជួសជុលឡើងវិញទៅស្អាតតែសម្រាប់ពេលដែលយើងធ្វើវីដេអូរបស់ពួកគាត់បានធ្វើអញ្ចឹងក៏ឥឡូវនេះនៅលេងផ្លែសិនទេដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងហើយជាត្រឡប់ទៅវិញព្រោះអត់បាននៅទេខ្លះទេចូលម៉ូតូទៅឥឡូវទៅទៅចាំបានតាមល្អមកទៅទេសិតតែមនុស្សកាត់អត់ទៅតែពេលខ្ញុំមកពីថ្ងៃអត់ទាន់ទីចេញទេ